ពួកឯងចង់ធ្វើអីជនជាតិចេញទៅក្រៅព្រៀមឯងមិនអាចធ្វើអីបានទេនោះសាលាជប៉ុនមិនអោយជនជាតិចិនរៀនជាដាច់ខាតតែឯងឆាប់ចេញទីនេះព្រៀមឯងចូលទីអើយខោចេញអូឯងយ៉ាងម៉េចពួកឯងនេះចូលទៅហើយធ្វើបាបតែមនុស្សតូចតាចនាងឯងជាស្អីដែរបានជាហ៊ាននិយាយបែបនេះដាក់ខ្ញុំគឺសារធៀមកូនជឿជាមនុស្សដែលមិនទុកពួកឯងនៅក្នុងចិត្តទេអញមិនខ្វល់ថាឯងជាអ្នកណាទេអញរាប់ដល់3ឯងចេញពីទីនេះភ្លាមឆាប់ទៅភ្លាម1 លោកគ្រូឆនយាគាត់ជាលោកគ្រូឆនយាហើយជាគ្រូដឹកនាំក្រុមអ្នកលេងខ្លែងហ្នឹងមិនក៏ពួកឯងវាយឆាប់ជាប់ចាននេះឯងបាននិយាយរួចហើយថាហឹងសាអញដោះស្រាយបញ្ហាបានឥឡូវតើនៅមានអ្នកណាសង្ស័យ